ក៏ឆ្ងល់ថាហេតុអីអត់មានសម្បកសណ្ដែកអីចឹងម៉ាក់មិនក៏សណ្ដែកនេះអត់មានសម្បកអីចឹងនោះក៏ព្រោះតែម៉ាក់ប្រើក្រណាត់ស្បៃដែលមានខ្យល់ចេញចូលបានរោមសណ្ដែកដែលចិនហើយច្រោះយកសម្បកសណ្ដែកចេញអស់ពាក្យថាក្រណាត់ស្បៃដែលអាចឲ្យខ្យល់ចេញចូលបាននេះបានបំផុសគំនិតជាយិនភ្លាមដូច្នេះហើយពេលឪពុកម្ដាយកំពុងលងលក់ដោយដំណេកគាត់ក៏បានលបមកដល់ក្បែរម៉ាស៊ីនត្បាញក្រណាត់របស់ម្ដាយប្រើកន្ត្រៃកាត់ក្រណាត់ស្បៃមួយដុំសម្រាប់ដាក់កណ្ដូបភ្លើងនៅព្រឹកបន្ទាប់ឪពុកបានមកដាស់ជាយិនឲ្យក្រោកពីគេងតែគាត់ក៏បានឃើញក្រណាត់ស្បៃដែលត្រូវកាត់ខូចបាត់ទៅហើយគាត់ក៏ផ្ទុះកំហឹងយ៉ាងខ្លាំងភ្លាមហើយក៏ស្ដីបន្ទោសជាយិនមួយកំហឹងតែម្ដងឯងឆ្លើយឲ្យត្រង់មកហេតុអីបានជាឯងកាត់វាម៉ាក់ជួយគេធ្វើមេរៈបងរុំតើគាត់លំបាកប៉ុណ្ណាមិនក៏ឯងរើសយកអស់រលីងអីចឹងស្របពេលនោះម្ដាយក៏ប្រញាប់មកដល់គាត់ទាញស្វាមីទំខាងប្រាប់ពីដើមហេតុនៃរឿងរ៉ាវដល់គាត់តាមពិតទៅជឿអ៊ីនធ្វើរឿងទាំងអស់នេះគឺគ្រាន់តែដើម្បីអាចរៀនសូត្រនៅពេលយប់ឪពុកដែលបានដឹងការពិតក៏ស្ដាយក្រោយជាខ្លាំងគាត់ដើរទៅអបជឿអ៊ីនយ៉ាងណែនដើម្បីសុំទោសចំពោះការជឿឆាវមុននេះឃើញកូនរបស់ខ្លួនស្រឡាញ់ការសិក្សាខ្លាំងណាស់ឪពុកក៏ស្រក់ទឹកភ្នែកដោយក្តីរំភើបចិត្តហើយនៅពេលយប់គាត់ក៏បានដោយផ្ទាល់ដៃសម្រាប់ជឿអ៊ីនចាប់បានកណ្ដូបជាច្រើនក្បាលយ៉ាងណាមិញដោយសារចង្គៀងកណ្ដូបនេះជឿអ៊ីនក៏ស៊ូព្យាយាមរៀនសូត្រអស់ជាច្រើនឆ្នាំចង្គៀងដ៏ពិសេសនេះមិនត្រឹមតែបំភ្លឺសៀវភៅរបស់គាត់ប៉ុណ្ណោះទេថែមទាំងបំភ្លឺផ្លូវរបស់គាត់ឆ្ពោះទៅកាន់អនាគតទៀតផងពេលធំឡើងជឿអ៊ីនដោយសារចំណេះដឹងទូលំទូលាយនិងទេពកោសល្យដ៏ប៉ិនប្រសប់ទើបល្បីល្បាញពេញពិភពលោកជាចុងក្រោយគាត់បានក្លាយជារដ្ឋមន្ត្រីក្រសួងពិធីការនិងទទួលបានសមិទ្ធផលដ៏អស្ចារ្យ